មហាជនអ្នកអីដូច content creator ទៅខ្ញុំថាមានតែខ្ញុំទេអាអ្នកដែលល្បីវាច្រើនតែមិនសូវហ៊ាននិយាយទេខ្ញុំនិយាយនេះក៏រៀងបន្ថយបន្ថានដែរនេះព្រោះលើកមុនហ្នឹងខ្ញុំប៉ះជាមួយខាង Galaxy ហ្នឹងម្ដងគេធ្វើ page ខ្ញុំឡើងបាត់ page អស់មួយបាត់ page ហើយខូច channel YouTube ខ្ញុំអស់មួយទៀតឥឡូវខ្ញុំលើករឿងហ្នឹងមកនិយាយទៀតព្រោះវាទើសពេកខ្ញុំទើសភ្នែកមែនតើហ្មងហ្នឹងហើយបងប្អូនអាប់ដេតតិចអានេះคลิปពេញរបស់ខ្ញុំនៅលើ YouTube ដែលខ្ញុំនិយាយតាក់ទងរឿងអីបើវចនាជាតិដែលក្រុមយុវជនមួយក្រុមដែលគាត់ធ្វើឲ្យអត់មានបានដាក់បានអីហ្នឹងក៏ឃើញមានថាការគ្រប់គ្រងក៏ច្រើនមានអ្នកមិនយល់ស្របក៏ច្រើនប៉ុន្តែអ្នកមិនយល់ស្របហ្នឹងភាគច្រើនប្រហែលជាពួកគាត់ជាបុគ្គលិកនៅខាងគ្នាគាត់ហ្នឹងណានៅក្រុមយុវជនគាត់ហ្នឹងឬមួយក្រុមហ៊ុនជាមួយអុកញ៉ាលេងវត្រាយអញ្ចឹងទៅគាត់ចង់អាប់ដេតថាឥឡូវហ្នឹងខាងឯក្រុមយុវជនការពារយុត្តិធម៌ហ្នឹងគាត់បាន report អា clip ដែលខ្ញុំ post នៅលើ Facebook ហ្នឹងគឺគាត់ report ដាច់បាត់ហើយ clip នៅលើ TikTok ឃើញនៅ app ធម្មតាហើយនៅលើ YouTube ក៏នៅ app ដែរប៉ុន្តែ clip ដែលខ្ញុំ post នៅលើ Facebook page ខ្ញុំហ្នឹងគឺគេ remove បាត់ហើយចូលទៅមើល report ទៅគឺនេះឈ្មោះបងប្អូនគ្នាមើលខ្លួនឯងទៅបាទអញ្ចឹងគាត់ report ដាច់បាត់ហើយយើងមើលអត់ឃើញទេព្រោះឃើញថាមានអ្នកមើលច្រើនដែរ view ដូចជា 20,000 30,000 នេះបើសិនជាគាត់អត់ត report ព្រឹកមិញថ្ងៃមិញហ្នឹងទេអាចលោតដល់ 30,000 view អញ្ចឹងទៅហើយឃើញបងប្អូនក៏គាត់ share ច្រើនអ្នក like អ្នក comment ក៏ច្រើនអញ្ចឹងណាហើយបើនៅក្នុង TikTok វិញខ្ញុំដូចជាឃើញដូចជាខាងគ្នាគាត់ប្រហែលជាបុគ្គលិកខាងក្រុមហ៊ុនគាត់ហ្នឹងណាឬមួយក្រុមយុវជនបូជាអីគាត់ហ្នឹងគាត់បាន reply ទៅមកតបតជាមួយបងប្អូនផ្សេងទៀតដែលគាត់យល់ស្របនឹងគំនិតរបស់ខ្ញុំនិង clip របស់ខ្ញុំហ្នឹងក៏ឆ្លើយឆ្លងគ្នាអញ្ចឹងទៅហើយឃើញគាត់ថាគាត់នឹងអីឆ្លើយតបមកខ្ញុំអីខ្ញុំឃើញដែរតែខ្ញុំមិនសូវចាប់អារម្មណ៍ទេព្រោះខ្ញុំគិតថាឆ្លើយតបមកក៏និយាយអត់ចូលគ្នាអត់យល់គ្នាដែរព្រោះ mindset គាត់ lock ទៅខាងនោះអញ្ចឹងណាបាទអញ្ចឹងអត់មានទេគាត់ចង់ update ថាអា clip របស់ខ្ញុំនៅលើ Facebook ហ្នឹងគេ report បាត់ហើយហើយខ្ញុំក៏បានដាក់អាភារទៅវិញដែរប៉ុន្តែមិនដឹងបានមកវិញឬអត់ទេព្រោះ Facebook ហ្នឹងមិនងាយទេតែគេ report ហើយគឺបាត់ហើយខំតាគេក៏ report ប៉ុណ្ណឹងទៅបើជាយើងនិយាយទៅចាក់ចំចំណុចគេឬមួយក៏យ៉ាងម៉េចព្រោះថាបើសិនជាយើងនិយាយខុសគាត់គួរតែឆ្លើយតបមកវិញដោយយើងនិយាយគ្នាឲ្យត្រឹមត្រូវទៅណាលើកឯកសារយោងឯកសារអីមកនិយាយគ្នាមកប៉ុន្តែទៅពួកគាត់និយាយអត់ចុះគ្នាទៅមិនចឹងអ្នកគ្នាចាំទៅជួយ subscribe អីលើ YouTube ផងព្រោះ YouTube ហើយជាគេមិនអាចងាយនឹង report យើងផ្ដេសផ្ដាស់បានទេតែយើងនិយាយអីត្រឹមត្រូវគួរសមអីយើងអត់មានខុសអា guideline គេក៏យើងមិនអាចចេះតែ report ឲ្យខូច page ខូចអីគេចឹងដែរហើយបើនៅលើ Facebook ប្រហែលជាខ្ញុំដោយសារខ្ញុំប្រើរូបភាពរូបថតរបស់ពួកគាត់ណាដល់ចឹងទៅគាត់អាច report លុបបានចឹងទៅបាទចឹងអ្នកគ្នាចាំទៅជួយ subscribe YouTube ផងព្រោះ Facebook នឹងប្រហែលជានៅមិនបានយូរទេតែគេ target ខ្ញុំប៉ុណ្ណេះហើយគេនឹងតាមប្រហែលជាតាមមកកំពុងតែរកទៅនុក report ឲ្យខ្ញុំខូច page នឹងមួយទៀតហ្នឹងគាត់និយាយបញ្ចេញមតិតិចតួចគេអត់មានអីតបតយើងគេ report របស់យើងអញ្ចឹងទៅបាទចឹងមានប៉ុណ្ណឹងចាំជួយ subscribe ផងបាទអរគុណ